报价គឺការដាក់ quote ណាយើងមកប្រែថាតម្លៃព្រៀង报价单គឺបញ្ជីដែលដាក់តម្លៃព្រៀងហ្នឹងតាំងជាតម្លៃក្នុងមួយឯកតាចុងជីងតម្លៃសរុប起定量起ហ្នឹងចាប់ពី起定量ចំនួនដែលចាប់ពីថៅកំង MOQ មកពីពាក្យអក្សរកាត់ភាសាអង់គ្លេសចំនួនអបបរមាឬក៏យើងនិយាយថា最低起定量最低គឺអបបរមា最低取定量ក៏ចំនួនកំងដែលត្រូវធ្វើការកំងជាអបបរមា EXW គឺជាភាសាអង់គ្លេសយើងបកប្រែថាតម្លៃដែលយកនៅរោងចក្រ工厂交货បកគលទំនិញនៅត្រឹមរោងចក្រ工厂រោងចក្រ交货គឺបកគលទំនិញនៅត្រឹមរោងចក្រគឺតម្លៃដែលយើងទៅយកដល់រោងចក្រផ្ទាល់ទៅពេល FOB និយាយអំពីchuyển sang交货បកគលទំនិញទៅដល់ត្រឹមទូកមានន័យថាយើងពេលដែលយើងដាក់ឲ្យគេនៅតម្លៃ FOB គឺរួមមានតម្លៃផលិតផលតម្លៃដឹកជញ្ជូនទៅដល់ផែនិងការរត់ឯកសារគយហើយ CIF គឺជាតម្លៃដូចគ្នានឹង FOB ប៉ុន្តែយើងបន្ថែមទៅលើថ្លៃដឹកជញ្ជូនតាមផ្លូវទឹកហើយបូកជាមួយនឹងធានារ៉ាប់រងហើយថ្លៃដឹកតាមសមុទ្រហើយ运费តម្លៃថ្លៃដឹកតាមសមុទ្រព្រោះហើយនឹងសមុទ្រគឺការដឹងជូន费ថ្លៃដឹកតាមសមុទ្រ保险费ថ្លៃធានារ៉ាប់រងមូទីកាងមូទីហ្នឹងគឺគោលដៅកាងហ្នឹងគឺផែមូទីកាងផែដែលជាគោលដៅ出口នាំចេញ客户អតិថិជនគឺជាតម្លៃ FOB មែនទេ这是 FOB 价格吗គឺជាតម្លៃ价格តម្លៃ FOB 价格តម្លៃ FOB មែនទេ这是 FOB 价格吗បាទឬក៏ចាស់នេះគឺជាតម្លៃ FOB សៀងហៃពេលយើងនិយាយ FOB យើងចង់បញ្ជាក់ទីតាំងនៃកន្លែងថែឡើងយើងដាក់ឈ្មោះទីតាំងហ្នឹង这是 FOB 上海价格តម្លៃ FOB យើងដាក់ទីតាំងយើងដាក់នៅក្រៅ FOB 这是 FOB 上海价格នេះគឺជាតម្លៃ FOB នៅសៀងហៃអ្នកអាចផ្ដល់នៅតម្លៃ CIF បានអត់អាចផ្ដល់可以提供ហ្នឹងគឺផ្ដល់你可以提供 CIF 价格吗អ្នកអាចផ្ដល់នៅតម្លៃ CIF បានអត់បាន可以សូមប្រាប់ខ្ញុំពីផែគោលដៅ请告诉我សូមប្រាប់ខ្ញុំផែគោលដៅ目的港សូមប្រាប់ខ្ញុំផែគោលដៅខ្ញុំត្រូវការតម្លៃ CIF នៅភ្នំពេញ我需要 CIF 金边报价ចឹងយើងមិនថា FOB ឬក៏ CIF យើងចង់ដាក់ទីតាំងយើងដាក់នៅបកលវា我需要 CIF 金边报价ខ្ញុំត្រូវការតម្លៃ CIF នៅភ្នំពេញយល់ព្រមឬក៏អូខេ好的我计算海运费后发给你បាទឬក៏ចាស់ខ្ញុំក្រោយពេលគិតថ្លៃដឹកជញ្ជូនតាមសមុទ្រហើយថ្លៃដឹកហើយខ្ញុំផ្ញើឲ្យអ្នកធ្វើអីហើយគឺពាក្យហៅអញ្ចឹងគឺធ្វើអី计算海运费គិតថ្លៃដឹកជញ្ជូនតាមកប៉ាល់ហៅក្រោយគិតថ្លៃដឹកជញ្ជូនតាមកប៉ាល់ហើយផ្ញើអ្នក发给你ផ្ញើឲ្យអ្នកឬក៏发送给你តែយើងនិយាយតែពាក្យ发មួយម៉ាត់ក៏បានដែរ发给你ផ្ញើឲ្យអ្នក MOQ 是多少តើចំនួនអត្តបរមាគឺប្រមាណ MOQ 是多少低取定量ឬក៏取定量最低取定量是多少最低取定量是一千双អត្តបរមាគឺ1000គូបើយើងចង់សួរថាតើអ្នកត្រូវការតម្លៃ FOB ឬក៏ CIF 请问你需要សូមសួរថាអ្នកត្រូវការឬក៏យើងប្រើពាក្យ还是នៅ是គឺតែពាក្យពីរហ្នឹង还是គឺជាជំរើសទី1ឬក៏ជំរើសទី2请问你需要 FOB 还是 CIF 价格អញ្ចឹងភាសាចិនប្រសិនបើពាក្យណាដែលវាប្រើជាប់គ្នាវា
FOB 价格 CF 价格តម្លៃ FOB ឬក៏តម្លៃ CF ពេលពាក្យពីរហ្នឹងជាមួយគ្នាយើងប្រើតែនៅខាងចុងបានទេមានន័យថាយើងអត់សួរថា请问你需要 FOB 价格还是 CF 价格យើងមិននិយាយពេញអញ្ចឹងទេយើងដាក់តែបោកចាក់នៅខាងចុងក្រោយនៃជំរើសដែលយើងសួរបានហើយព្រោះន័យពីហ្នឹងគឺវាមានន័យបំពេញគ្នាហើយ请问你需要 FOB 还是 CF 价格សំសួរថាអ្នកត្រូវការតម្លៃជា FOB ឬក៏ជាតម្លៃនៃ CF សូមផ្ដល់នៅឈ្មោះផែគោលដៅដើម្បីងាយស្រួលគិតថ្លៃដឹកជញ្ជូនថ្លៃដឹកតាមកប៉ាល់សូមផ្ដល់នៅ群提供សូមផ្ដល់នៅឈ្មោះយើងធ្លាប់រៀនពាក្យ名字ឈ្មោះប៉ុន្តែ名字ឈ្មោះហ្នឹងគឺសំដៅទៅលើរឿងមនុស្សឬក៏សត្វប៉ុន្តែចំពោះក្រុមហ៊ុនផលិតផលទីតាំងយើងប្រើពាក្យ名称请提供目的港ផែគោលដៅគឺ目的港请提供目的港名称សូមផ្ដល់នៅឈ្មោះផែដែលជាគោលដៅដើម្បីងាយស្រួល以便计算海运费ដើម្បីងាយស្រួលគិតនៅថ្លៃដឹកជញ្ជូនតាមកប៉ាល់我们的 MOQ 为签双ចឹង MOQ ចំនួនប៉ាប៉ាម៉ារបស់ពួកយើងវេកន្លែងនេះស្មើនឹង10គឺ1000គូ报价有效期为30天报价គឺតម្លៃព្រៀង有效មានសុពលភាព期គឺកាលបរិច្ឆេទ有效期និយាយពីកាលបរិច្ឆេទដែលមានសុពលភាព报价有效期为30天តម្លៃព្រៀងមានសុពលភាព30ថ្ងៃ